វិធីសាស្ត្រទី3ផ្លាស់ប្ដូរគំនិតថ្មីដើម្បីបង្កើនថាមពលដល់ការងារភាពធុញទ្រាន់ជាមូលហេតុពិតប្រាកដតែមួយគត់ដែលធ្វើឲ្យយើងធ្វើការបានតិចជាងមុនភាពធុញទ្រាន់នោះជាដើមហេតុយ៉ាងសំខាន់ដែលនាំភាពទន់ខ្សោយមកឲ្យមនុស្សប្រសិនបើអ្នកមិនជឿយើងនឹងលើកករណីរបស់បុគ្គលិកនារីម្នាក់ដែលមានតួនាទីខាងវាយអត្ថបទឈ្មោះថាអាលីសមកជម្រាបប្រាប់ថាមានយប់មួយនោះអាលីសត្រឡប់មកដល់ផ្ទះដោយអាការៈទន់ខ្សោយអស់កម្លាំងដំណើររបស់នាងបង្ហាញយ៉ាងច្បាស់ថានាងហត់នឿយខ្លាំងណាស់ហើយថែមទាំងឈឺក្បាលនិងឈឺខ្នងទៀតផងនាងចង់ចូលសម្រាកមុនការញ៉ាំអាហារពេលល្ងាចប៉ុន្តែម្ដាយនាងអង្វរឲ្យនាងញ៉ាំអាហារជាមុនសិនដូច្នេះនាងដាច់ចិត្តអង្គុយញ៉ាំអាហារស្របពេលជាមួយគ្នានោះសម្លេងទូរស័ព្ទបានរោឡើងដោយមិត្តប្រុសរបស់នាងបានទូរស័ព្ទមកបបួលនាងទៅរាំលេងកែវភ្នែករបស់នាងដែលស្ទើរតែបើកមិនរួចនោះស្រាប់តែភ្នែកស្វាងបេះដូងដែលសពូនស្រាប់តែរីកស្រស់ថ្លាមួយរំពេចនាងរត់ឡើងតាមកម្មជណ្ដើរយ៉ាងប្រញាប់ទៅកាន់បន្ទប់នាងហើយក៏ផ្លាស់ប្ដូរសម្លៀកបំពាក់ទៅជាឈុតរាត្រីពណ៌ផ្ទៃមេឃយប់នោះអាលីសរាំលេងរហូតដល់ម៉ោង3ភ្លឺរួចនាងត្រឡប់មកដល់ផ្ទះវាមិនបានបង្ហាញឲ្យឃើញថានាងមានអាការៈស្រពន់ឬទន់ខ្សោយយ៉ាងណាទេការរីករាយសប្បាយធ្វើឲ្យអាលីសឆ្អែតឆ្អល់ស្រស់ថ្លារហូតធ្វើឲ្យនាងគ្មានអារម្មណ៍ងងុយដេកកាលពីយប់ប្រលប់ម៉ោង8នាងចេញពីការងារត្រឡប់មកផ្ទះហើយនាងបង្ហាញទឹកមុខនិងសកម្មភាពរបស់នាងថាហេវហត់អស់កម្លាំងណាស់តើនាងយ៉ាងនេះមែនឬទេប្រកាសណាស់គ្មានអ្វីគួរឲ្យមន្ទិលសង្ស័យនោះទេនាងហេវហត់ដោយសារនាងកើតភាពធុញទ្រាន់ចំពោះការងារដែលនាងធ្វើឬជួនកាលនាងនឿយណាយចំពោះការរស់នៅជាមួយរួមគ្នាអ្នកដែលធ្លាក់ក្នុងស្ថានភាពដូចអាលីសមានរាប់លានអ្នកប្រហែលជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងនោះក៏ថាបានការពិតការទទួលស្គាល់ជាសកលថាការកើតទុក្ខអស់សង្ឃឹមធ្វើឲ្យកើតមានភាពទន់ខ្សោយជាងការបញ្ចេញកម្លាំងកាយកាលពីប្រមាណឆ្នាំមុខនេះលោក Joseph E. Bamak បានបោះពុម្ពសៀវភៅមួយក្បាលដែលមានចំណងជើងថាអត្ថបទស្ដីពីចិត្តវិទ្យាដែលជារបាយការណ៍បង្ហាញការពិសោធន៍របស់គាត់ក្នុងជំពូកមួយថាភាពធុញទ្រាន់នឹងធ្វើឲ្យមានអាការៈទន់ខ្សោយលោកបណ្ឌិត Joseph E. Bamak បានប្រើឲ្យកូនសិស្សមួយចំនួនសាកល្បងសិក្សាមុខវិជ្ជាខ្លះដែលគាត់ដឹងថាកូនសិស្សទាំងនោះមានចំណាប់អារម្មណ៍តិចតួចណាស់តើលទ្ធផលមែនទេលោកកូនសិស្សទាំងនោះសម្ដែងអាការៈនឿយណាយហើយងងុយដេកអ្នកខ្លះត្អូញត្អែថាឈឺក្បាលឬស្វាំងភ្នែកអ្នកខ្លះធុញថប់អ្នកខ្លះទៀតក្រពះធ្វើទុក្ខតើអាការៈទាំងនេះកើតពីការស្រមើស្រមៃមែនទេពុំមែននោះទេតាមរយៈការត្រួតពិនិត្យថាមពលក្នុងរាងកាយរបស់សិស្សទាំងនោះបានដឹងថាសម្ពាធឈាមនិងអុកស៊ីហ្សែនដែលរាងកាយត្រូវការមានការថយចុះដោយសារអារម្មណ៍ធុញទ្រាន់លុះអ្នកទាំងនោះចាប់ផ្ដើមមានការចាប់អារម្មណ៍ការងាររបស់ខ្លួនពួកគេធ្វើការងារនោះដោយសេចក្តីរីករាយសប្បាយចិត្តហើយថាមពលរាងកាយក៏ងើបឡើងជាថ្មីធ្វើឲ្យពួកគេស្វាហាប់ឡើងមកភ្លាមតែម្ដងយើងមិនសូវនឿយហត់នោះទេបើយើងបានធ្វើអ្វីដែលយើងចាប់អារម្មណ៍និងរំភើបចិត្តកាលពីលោកបណ្ឌិតអ៊ីវ៉ាតថូនីកមកពីសាកលវិទ្យាល័យកូឡុំប៊ីបានធ្វើការពិសោធន៍ស្វែងរកមូលហេតុនៃភាពទន់ខ្សោយគាត់បានរកឃើញអ្វីដែលនិស្សិតកំឡោះចាប់អារម្មណ៍និងអ្វីដែលរីករាយមកឲ្យធ្វើទៅបណ្ដាលឲ្យនិស្សិតទាំងនោះមានភាពស្វាហាប់គ្រប់ពេលវេលាស្ទើរតែពេញមួយសប្ដាហ៍បន្ទាប់ពីធ្វើពិសោធន៍ស្រាវជ្រាវជាច្រើនតាមវិធីសាស្ត្រផ្សេងលោកបណ្ឌិតថូនីកបានឲ្យដឹងថាភាពធុញទ្រាន់ជាមូលហេតុពិតតែមួយគត់ដែលធ្វើឲ្យការអនុវត្តកិច្ចការមានការថយចុះប្រសិនបើអ្នកជាមនុស្សធ្វើការដោយប្រើខួរក្បាលច្រើនឬការធ្វើកិច្ចការច្រើនវាកម្រណាស់ដែលនឹងធ្វើឲ្យអ្នកហេវហត់អ្នកនឿយហត់ដោយសារតែអ្នកគ្មានការងារដែលអ្នកចង់ធ្វើឧទាហរណ៍ថាថ្ងៃមួយអ្នកត្រូវបម្រើភ្ញៀវក្នុងការិយាល័យជាញឹកញាប់រហូតធ្វើឲ្យអ្នកមិនបានឆ្លើយតបសម្បត្តិការណាត់ជួបត្រូវបញ្ឈប់ហើយកើតមានភាពរញ៉េរញ៉ៃឡើងរហូតមើលទៅដូចក្នុងថ្ងៃនោះមានតែអ្វីដែលខុសតើអ្នកនឹងត្រឡប់ទៅផ្ទះក្នុងឋានៈជាអ្នកមិនបានបំពេញកិច្ចការអ្វីមួយឲ្យមានប្រសិទ្ធភាពនោះ
ធ្វើឲ្យអ្នកមានអាការៈទន់ខ្សោយស្រពន់អស់រាងកាយហើយឈឺក្បាលដូចគេយកពូថៅមកពុះក្បាលជាពីរអញ្ចឹងលុះស្អែកឡើងអ្នកធ្វើការក្នុងការិយាល័យរបស់អ្នកបានចប់សពគ្រប់ហើយអ្វីគ្រប់យ៉ាងដែលអ្នកបានបំពេញមានដំណើរការល្អជាងម្សិលមិញរាប់សិបដងឯណោះអ្នកនឹងត្រឡប់ទៅផ្ទះដោយចិត្តរីករាយដោយផ្ការីកដែលរងចាំទទួលព្រះអាទិត្យនាពេលព្រឹកព្រលឹមហេតុការណ៍បែបនេះអ្នកប្រហែលជាធ្លាប់ឆ្លងកាត់រួចមកហើយដូច្នេះអ្វីដែលអ្នកគួរតែចងចាំទុកនោះគឺភាពទន់ខ្សោយរបស់យើងមិនមែនបណ្ដាលមកពីការបំពេញកិច្ចការទេប្រសិនបើបណ្ដាលមកពីសេចក្តីទុក្ខធុញទ្រាន់និងការបង្ខំចិត្តមនុស្សមានសំណាងល្អគឺជាមនុស្សដែលធ្វើការយ៉ាងសប្បាយរីករាយជាហេតុធ្វើឲ្យមានកម្លាំងធម៌ពលកើនឡើងមានសុភមង្គលនិងមានទុក្ខព្រួយហើយនឹងភាពទន់ខ្សោយថយចុះដូចនេះការងារណាដែលអ្នកចាប់អារម្មណ៍ការងារនោះនឹងជួយឲ្យអ្នកបំពេញកិច្ចការបានដោយល្អវាមិនខុសពីអ្នកដើរតាមផ្លូវទៅជាមួយអ្នកណាម្នាក់ដែលមានទឹកមុខក្រញ៉ូវសូម្បីតែ1គីឡូម៉ែត្រអ្នកនឹងនឿយហត់ធុញទ្រាន់ជាងការដើរតាមផ្លូវ5ទៅ6គីឡូម៉ែត្រជាមួយនឹងមនុស្សដែលអ្នកស្រឡាញ់ដែលមានទឹកមុខញញឹមស្រស់ស្រាយទៅទៀតបើដូច្នេះតើអ្នកធ្វើយ៉ាងណាទើបឲ្យការងាររបស់អ្នកដំណើរទៅមុខយ៉ាងសប្បាយរីករាយយើងសូមលើកយកបុគ្គលិកនារីម្នាក់ទៀតមកនិយាយឲ្យស្ដាប់ថាតើនាងមានវិធីសាស្ត្រយ៉ាងណាដើម្បីធ្វើឲ្យការងាររបស់នាងមានដំណើរការទៅមុខយ៉ាងសប្បាយរីករាយនាងជាបុគ្គលិកខាងវាយអត្ថបទក្នុងក្រុមហ៊ុនប្រេងមួយកន្លែងនាទីក្រុងទូលសារដ្ឋអូក្លាហូម៉ារយៈពេល1ខែពេញនាងត្រូវធ្វើការនេះដោយធុញទ្រាន់ព្រោះវាយបញ្ចូលតួលេខនិងស្ថិតិទៅក្នុងអត្ថបទសម្រាប់ដាក់ជួលដីដែលមានដងប្រេងនាងគិតរកមធ្យោបាយដើម្បីផ្លាស់ពីការងារដែលគួរឲ្យធុញទ្រាន់មកជាការងារដែលគួរឲ្យសប្បាយរីករាយដើម្បីរក្សាតួនាទីរបស់នាងឲ្យថិតថេរបានល្អរហូតទៅតើនាងធ្វើយ៉ាងដូចម្តេចវិធីសាស្ត្រដែលនាងធ្វើនោះគឺប្រកួតប្រជែងខ្លួនឯងជារៀងរាល់ថ្ងៃដោយនាងរាប់ឯកសារដែលធ្វើហើយនៅពេលព្រឹកមកទល់ពេលថ្ងៃត្រង់ថាតើមានប៉ុន្មានលុះដល់ពេលរសៀលនាងព្យាយាមវាយឯកសារឲ្យបានច្រើនជាងនេះទៅទៀតលុះដល់ល្ងាចនាងប្រមូលឯកសារប្រចាំថ្ងៃទាំងអស់មករាប់ហើយស្អែកឡើងនាងព្យាយាមយកឈ្នះខ្លួនឯងដោយការធ្វើឲ្យបានច្រើនជាងថ្ងៃមុនតើលទ្ធផលមែនទេលោកនាងមានលទ្ធភាពអាចវាយអត្ថបទចំនួនតួលេខនិងស្ថិតិបានច្រើនជាងបុគ្គលិកដទៃទៀតក្នុងតួនាទីដូចគ្នាតើនាងទទួលបានពានរង្វាន់ពីការបំពេញការងារយ៉ាងនេះយ៉ាងដូចម្តេចតើពាក្យកោតសរសើរមែនទេមិនមែនទេតើពាក្យថ្លែងអំណរគុណមែនទេមិនមែនទេតើឡើងតំណែងតួនាទីនិងដំឡើងប្រាក់ខែមែនទេមិនមែនទេប៉ុន្តែការអនុវត្តបែបនេះជួយការពារនាងមិនឲ្យទន់ខ្សោយដោយបណ្ដាលមកពីការធុញទ្រាន់ការធ្វើឲ្យការងារមានភាពរស់រវើកនិងគួរឲ្យចាប់អារម្មណ៍ធ្វើឲ្យនាងឧស្សាហ៍រីករាយសប្បាយមានសេចក្តីសុខជាមួយនឹងពេលវេលាក្រៅម៉ោងកិច្ចការងារបានច្រើនជាងដែលធ្លាប់មានពីមុនបន្តមកនេះគឺរឿងរបស់បុគ្គលិកនារីវាអត្ថបទរហ័សម្នាក់ទៀតដែលចេះពីរបៀបធ្វើការរបស់នាងឲ្យមានភាពរីករាយនាងមានឈ្មោះថា Willie G Golden ដំបូងឡើយនាងព្យាយាមបង្ខំចិត្តក្នុងការអនុវត្តប៉ុន្តែក្រោយមកអ្វីគ្រប់យ៉ាងដំណើរការទៅយ៉ាងរលូនដែលមិនគួរឲ្យជឿសោះនេះគឺជារឿងដែលនាងបាននិយាយរៀបរាប់ទុកថាក្នុងការិយាល័យរបស់ខ្ញុំមានបុគ្គលិកភេទស្រីចំនួន4នាក់តួនាទីរបស់ពួកគេគឺសរសេរឲ្យរហ័សនិងវាយឯកសារពីចៅហ្វាយនាយប្រុសជាច្រើនអ្នកគឺស្រេចតែគាត់ហៅប្រើបុគ្គលិកណាមួយណាក្នុងចំណោម4នាក់យើងតែងតែមានការងារច្រើនស្ទើរតែគ្មានពេលវេលាសម្រាប់ទេមានថ្ងៃមួយអ្នកគ្រប់គ្រងផ្នែកមួយបានបញ្ជាឲ្យនាងខ្ញុំវាយឯកសារយ៉ាងវែងមួយច្បាប់ជាថ្មីជាហេតុធ្វើឲ្យនាងខ្ញុំមានអារម្មណ៍ក្តៅក្រហាយឡើងមកភ្លាមពីព្រោះឯកសារមួយច្បាប់នេះអាចកែតម្រូវបានដោយពុំចាំបាច់ចំណាយពេលវាយឯកសារនេះជាថ្មីទាំងអស់ទេដូច្នេះនាងខ្ញុំពន្យល់ឲ្យគាត់ដឹងពីវិធីសាស្ត្រកែតម្រូវប៉ុន្តែគាត់នៅតែបញ្ជាក់ឲ្យវាយអត្ថបទដដែលហើយគាត់និយាយថាប្រសិនជាអ្នកមិនធ្វើខ្ញុំនឹងរកអ្នកថ្មីមកធ្វើជំនួសនាងខ្ញុំមានអារម្មណ៍ក្តៅក្រហាយភ្លាមប៉ុន្តែនៅពេលដែលនាងខ្ញុំអង្គុយវាយអត្ថបទនោះជាថ្មីនាងខ្ញុំបានគិតថាមានស្ត្រីជាច្រើនដែលរីករាយដាក់ពាក្យធ្វើការក្នុងទូនាទីរបស់នាងខ្ញុំ
ហើយអ្វីដែលនាងខ្ញុំទទួលបានប្រាក់ខែរហូតដល់សប្តាហ៍ថ្ងៃនេះដោយសារបម្រើការងារឲ្យក្រុមហ៊ុនលុះនាងខ្ញុំគិតបានដូច្នេះនាងខ្ញុំមានអារម្មណ៍ពិសេសម្យ៉ាងផុសឡើងនាងខ្ញុំបានសម្រេចចិត្តស្រាប់តែរំពេចនោះការបំពេញការងាររបស់នាងខ្ញុំហាក់ដូចជាកំពុងជួបនឹងការសប្បាយរីករាយយ៉ាងខ្លាំងបន្ទាប់មកមិនយូរប៉ុន្មាននាងខ្ញុំរកឃើញថាវាពិតជាសប្បាយមែននាងខ្ញុំនៅរកឃើញទៀតថាចាប់តាំងពីកំណត់ចិត្តថាការងារនេះគួរឲ្យសប្បាយរីករាយនាងខ្ញុំក៏ធ្វើកិច្ចការនោះបានច្រើនឡើងហើយរហ័សជាងមុនមានកិច្ចការតិចតួចណាស់ដែលខ្ញុំធ្វើលើសម៉ោងសម្រាប់ដូចពីមុនតាមរយៈការផ្លាស់ប្ដូរសកម្មភាពចំពោះការបំពេញការងារបាននាំឲ្យកាន់តែមានប្រសិទ្ធភាពកិច្ចការដែលឃើញច្បាស់ទីបំផុតនាងខ្ញុំត្រូវបានគេកោតសរសើរថាជាបុគ្គលិកគំរូលោកអ្នកគ្រប់គ្រងប្រចាំផ្នែកត្រូវការបុគ្គលិកលេខាផ្ទាល់ខ្លួនគាត់សុំនាងឲ្យទទួលតំណែងនេះដោយប្រាប់ហេតុផលថាគាត់មានអារម្មណ៍ពេញចិត្តនឹងនាងខ្ញុំជាមនុស្សរីករាយក្នុងការបំពេញកិច្ចការគ្រប់យ៉ាងដោយពុំធ្វើមុខក្រញ៉ូវនេះគឺជាអានុភាពនៃការកំណត់ចិត្តជាថ្មីដែលផ្ដល់លទ្ធផលចេញមកដោយពុំគួរឲ្យជឿតទៅសោះរឿងរ៉ាវទាំងប្រមាណដែលរៀបរាប់មកនេះបានបង្ហាញឲ្យច្បាស់ថាលោក Willie G. Golden បានប្រើគោលការណ៍ទស្សនវិជ្ជាដោយទស្សនវិជ្ជារបស់លោក William James ដែលដោយពុំដឹងខ្លួនលោក William James បានណែនាំយើងទុកថាប្រសិនបើយើងចាប់ផ្ដើមអនុវត្តធ្វើដូចជាយើងមានសេចក្តីសុខយើងនឹងមានសេចក្តីសុខពិតៗបើអ្នកកំណត់ចិត្តជាថ្មីដែលថាអ្នកចាប់ផ្ដើមចាប់អារម្មណ៍ហើយសប្បាយរីករាយក្នុងកិច្ចការរបស់អ្នកចិត្តរបស់អ្នកកំណត់ជាថ្មីនោះបណ្ដាលឲ្យអ្នកចាប់អារម្មណ៍សប្បាយនិងរីករាយក្នុងការងារដែលអ្នកពិតរបស់អ្នកពិតវានឹងជួយកាត់បន្ថយភាពទន់ខ្សោយភាពធុញថប់និងការនឿយណាយផ្សេងដែលធ្លាប់មានទៀតផងកាលពីប្រហែលឆ្នាំមុនមានបុរសម្នាក់ឈ្មោះ Howard Howard បានសម្រេចចិត្តធ្វើអ្វីមួយដែលអាចផ្លាស់ប្ដូរជីវិតគាត់ទាំងស្រុងគាត់ផ្លាស់ប្ដូរកិច្ចការដ៏គួរឲ្យធុញទ្រាន់ទៅជាការងារដែលគួរឲ្យយកចិត្តទុកដាក់ទៅវិញការងារដែលគួរឲ្យធុញទ្រាន់ពិតប្រាកដនោះដូចជាលាងចានជូតតុទូដួសការ៉េមកៃលក់ក្នុងហាងបាយនៃសាលារៀនវិទ្យាល័យមួយកន្លែងក្នុងពេលដែលសិស្សប្រុសរីករាយនឹងការលេងបាល់ទាត់ឬកន្លែងលេងជាមួយនឹងសិស្សស្រីទោះបីជា Helen មិនចូលចិត្តការងារនោះយ៉ាងណាប៉ុន្តែគាត់ចាំបាច់ត្រូវតែធ្វើដើម្បីយកចំណូលមួយនេះមកចំណាយទៅលើការសិក្សារបស់គាត់ប៉ុន្តែគាត់ក៏រកឃើញវិធីសាស្ត្រដែលធ្វើឲ្យកិច្ចការនោះសប្បាយរីករាយដោយសិក្សាអំពីការ៉េមកៃថាតើវាផលិតឡើងយ៉ាងដូចម្តេចហើយមានគ្រឿងផ្សំអ្វីខ្លះហើយចុះហេតុអ្វីបានជាការ៉េមកៃរបស់អ្នកផលិតមួយចំនួនមានរសជាតិឈ្ងុយឆ្ងាញ់ជាងរបស់អ្នកផលិតផ្សេងទៀតគាត់សិក្សាពីវត្ថុធាតុដើមដែលយកមកធ្វើជាការ៉េមកៃហើយធ្វើឲ្យគាត់មានឈ្មោះល្បីល្បាញក្នុងអំឡុងពេលដែលគាត់ជានិស្សិតឯកទេសគីមីវិទ្យាក្រោយមកគាត់ចាប់អារម្មណ៍វត្ថុធាតុដើមដែលយកមកលាយផ្សំគ្នារវាងរហូតคล้ายជាអាហារផ្សេងរបស់មនុស្សការមានចំណូលច្រើនពីការងារនេះហើយធ្វើឲ្យគាត់សម្រេចចិត្តចុះឈ្មោះចូលរៀនក្នុងមហាវិទ្យាល័យប្រចាំរដ្ឋ Massachusetts ហើយគាត់ចំណាយពេលវេលាភាគច្រើនសិក្សាទៅលើបច្ចេកវិទ្យាទាក់ទងទៅនឹងអាហារនៅពេលក្រុមហ៊ុន Yokoco Oxygen បានដាក់រង្វាន់ចំនួនទឹកប្រាក់$100សម្រាប់និស្សិតណាដែលមានលទ្ធភាពពន្យល់ពីគុណភាពប្រយោជន៍របស់គ្រាប់ផ្លែកាកាវនិងសូកូឡាមានតែ Helen ម្នាក់ទេដែលជាអ្នកដណ្ដើមបានពានរង្វាន់នេះយ៉ាងងាយស្រួលលុះគាត់បានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យគាត់ពិបាករកការងារធ្វើពីព្រោះសេដ្ឋកិច្ចមិនល្អដូច្នេះ Helen បង្កើតមន្ទីរពិសោធន៍តខ្លួនឡើងក្នុងអគារក្រោមផ្ទះរបស់គាត់ក្រោយពីនោះមិនយូរប៉ុន្មានមានច្បាប់ថ្មីប្រកាសថាក្រុមហ៊ុនផលិតទឹកដោះគោទាំងអស់ត្រូវមានវិធានការត្រួតពិនិត្យមេរោគក្នុងទឹកដោះគោ Helen ទទួលធ្វើការងារនេះឲ្យក្រុមហ៊ុនផលិតទឹកដោះគោចំនួន14ក្រុមហ៊ុនក្នុងទីក្រុងដោយគាត់ត្រូវរកបុគ្គលិកជំនួយការដល់ទៅ2នាក់តើរយៈពេល25ឆ្នាំទៀតរាប់ចាប់ពីពេលនេះ Helen នឹងរស់នៅកន្លែងណាវាប្រកាសណាស់ថាគាត់នឹងឈប់សម្រាកដោយការចូលនិវត្តន៍ឬអាចស្លាប់បាត់បង់ជីវិតបានដោយទូនីតិគាត់ប្រហែលជាមានអ្នកកំឡោះម្នាក់មកជំនួសហើយកំឡោះម្នាក់នោះប្រហែលជាមានគំនិតអភិវឌ្ឍនិងឧស្សាហ៍ព្យាយាមចាប់ពី
ពីពេល25ឆ្នាំទៀត Alan A Howard ប្រហែលជាគាត់ខ្លាយទៅជាមនុស្សឯករាជ្យម្នាក់ក្នុងអាជីពរបស់គាត់ស្របពេលនឹងមិត្តភ័ក្តិរួមថ្នាក់របស់គាត់ដែលធ្លាប់ហូបការ៉ែមកីដែលគាត់លក់នៅហាងបាយក្នុងសាលារៀនពួកគេប្រហែលជាមិនសមបំណងប្រាថ្នាក្នុងជីវិតគ្មានការងារធ្វើមួយថ្ងៃប្រហែលជាជេររដ្ឋាភិបាលហើយចេះតែត្អូញត្អែថាខ្លួនមិនធ្លាប់មានឱកាសល្អទាល់តែសោះសូម្បីតែមួយដងក្នុងជីវិតក៏គ្មានដែរ Helen ផ្ទាល់ក៏គ្មានឱកាសល្អដូចគ្នាប្រសិនបើគាត់មិនបានផ្លាស់ប្ដូរការងារដែលគួរឲ្យធុញទ្រាន់របស់គាត់មកជាការងារដែលគួរឲ្យចាប់អារម្មណ៍ឡើងគាត់ប្រហែលជាគ្មានថ្ងៃនេះទេជាច្រើនឆ្នាំមកនេះមានកំឡោះម្នាក់កើតសេចក្តីធុញទ្រាន់ចំពោះការងាររបស់គាត់ហើយគាត់ត្រូវឈរនៅក្បែរគន្លឹះបង្អួចដែលគេផ្សារក្នុងរោងចក្រមួយកន្លែងគាត់មានឈ្មោះថា Samuel ចង់លាចេញពីការងារមួយនេះប៉ុន្តែគាត់មិនហ៊ានពីព្រោះគាត់ខ្លាចក្រែងថាមិនអាចរកការងារថ្មីបានដូច្នេះគាត់ក៏ធ្វើការងាររបស់គាត់ឲ្យសប្បាយរីករាយឡើងទើបគាត់បបួលជាងដែកតែនៅក្បែរគាត់ប្រណាំងគ្នាថាក្នុងពេលវេលាមានកំណត់តើអ្នកណាធ្វើការងារបានច្រើនជាងគេជាងផ្សារដែកម្នាក់ដែលមានទូនីតិផ្សារកន្លឹះបង្អួចឲ្យបានស្អាតចំណែកម្នាក់ទៀតមានទូនីតិផ្សាររនុកទ្វារបង្អួចឲ្យបានអង្កត់ផ្ចិតដែលគេត្រូវការហើយ Samuel ដែលជាអ្នកផ្សារនៅត្រង់កន្លែងមូលអ្នកទាំង3តែងតែបញ្ឈប់គ្រឿងផ្សារហើយពួកគេរាប់គន្លឹះផ្សារមើលថាតើអ្នកណាធ្វើបានច្រើនជាងគេតាមការអនុវត្តតាមទូនីតិយ៉ាងឆាប់រហ័សហើយមានរបៀបរៀបរយរបស់ Samuel មេការបានពេញចិត្តហើយបានគ្រប់ប្រគល់កិច្ចការល្អនេះឲ្យដល់គាត់នេះគឺជាដំណាក់កាលដំបូងដែលដឹកនាំជីវិតរបស់ Samuel ឆ្ពោះទៅរកភាពរីកចម្រើនជាលំដាប់30ឆ្នាំក្រោយមកទៀត Samuel បានទទួលតំណែងជាប្រធានក្រុមហ៊ុនបង្កើតរថភ្លើងដែលមានឈ្មោះថា Baldwin Locomotive Works ការពិតប្រាកដណាស់ប្រសិនជាគាត់មិនរកវិធីសាស្ត្រដោះស្រាយកិច្ចការដែលគួរឲ្យធុញទ្រាន់ទៅជាការងារដែលគួរឲ្យរីករាយនោះទេគាត់ត្រូវធ្វើជាកម្មករផ្សារដែកអស់មួយជីវិត HV Content Bond អ្នកផ្លាស់ប្ដូរខ្លួនឯងពីអ្នកវិភាគព័ត៌មានមកជាបុគ្គលិកលក់ម៉ាស៊ីនថតប្រកបដោយសេចក្តីសុខបំផុតថាមានអ្វីពិសេសតែមួយជាងអ្វីទាំងអស់ដែលនាំខ្ញុំទៅកាន់ភាពជោគជ័យនោះគឺការតាំងចិត្តដ៏ក្រៃលែងដែលធ្វើឲ្យការងាររបស់ខ្ញុំពោពេញទៅដោយការសប្បាយរីករាយរាល់ព្រឹកមុននឹងចេញពីកន្លែងស្នាក់នៅគាត់នឹងឆ្លុះកញ្ចក់ហើយនិយាយលើកទឹកចិត្តខ្លួនឯងថានេះណែ Content Bond បើអ្នកចង់ឲ្យក្រពះរបស់អ្នកឆ្អែតទោះបីជាយ៉ាងណាអ្នកត្រូវតែធ្វើការងារនេះបន្តទៅមុខទៀតបើដូច្នេះមែនហេតុអ្វីអ្នកមិនព្រមធ្វើឲ្យវាជារឿងសប្បាយរីករាយទៅរាល់លើកដែលអ្នកចុចកណ្ដឹងទ្វារដើម្បីផ្សព្វផ្សាយលក់ម៉ាស៊ីនថតរូបអ្នកត្រូវគិតថាអ្នកជាតួល្ខោនដែលត្រូវសម្ដែងទៅលើឆាកដែលប្រកបទៅដោយភ្លើងចម្រុះពណ៌នានាហើយមានអ្នកចូលទស្សនារងចាំសកម្មភាពសម្ដែងរបស់អ្នកការងាររបស់អ្នកក៏ដូចគ្នាដែរវាគឺជាអ្វីដែលសប្បាយរីករាយដូចជាការសម្ដែងល្ខោនតើហេតុអ្វីបានជាអ្នកមិនព្រមធ្វើឲ្យការងារពោពេញទៅដោយការសប្បាយរីករាយប្រកបដោយភាពស្វាហាប់លោក Content Bond និយាយថាពេលតាមរយៈការលើកទឹកចិត្តបែបនេះបានជួយគាត់ឲ្យផ្លាស់ប្ដូរមុខមាត់ការងារដែលគាត់ស្អប់ខ្ពើមពីមុនមកទៅជាការងាររីករាយវិញស្រដៀងនឹងការងារធ្វើដំណើរផ្សងព្រេងនិងការនាំផលប្រយោជន៍យ៉ាងខ្ពស់មកវិញលោក Content Bond បានបញ្ជាក់ថាកំឡោះក្រមុំឧស្សាហ៍ព្យាយាមដើម្បីដឹកនាំជីវិតឆ្ពោះទៅរកភាពជោគជ័យនោះគឺត្រូវតែលើកទឹកចិត្តឲ្យខ្លួនឯងរាល់ព្រឹកមានការក្រើនរំលឹកនិងមានការណែនាំជាច្រើនដែលថាការធ្វើលំហាត់ប្រាណមានសារៈសំខាន់ខ្លាំងណាស់ដើម្បីធ្វើឲ្យយើងមានភាពរឹងមាំចំណែកខាងផ្លូវចិត្តគឺសំខាន់ជាងគេបំផុតដូច្នេះត្រូវធ្វើលំហាត់ប្រាណរាល់ព្រឹកដើម្បីឲ្យយើងមានភាពស្វាហាប់នោះគឺចូលនិយាយលើកទឹកចិត្តខ្លួនឯងរាល់ថ្ងៃអ្នកខ្លះអាចនិយាយថាការនិយាយលើកចិត្តខ្លួនឯងរាល់ថ្ងៃជាទង្វើឆោតល្ងង់គ្មានសារៈប្រយោជន៍តើវាគឺជាទង្វើរបស់ក្មេងៗមែនទេមិនមែនទេផ្ទុយទៅវិញវាបែរជាវិធីសាស្ត្រដែលផ្ដល់ផលប្រយោជន៍ខាងផ្លូវចិត្តជាច្រើនជីវិតយើងនឹងមានដំណើរការទៅតាមគំនិតរបស់ខ្លួនឃ្លានេះទោះបីជាពោលក្នុងសតវត្សទី18មកហើយដោយស្ដេចចក្រពត្តិ Marcus
Aurelius ដែលទ្រង់បាននិពន្ធទុកក្នុងសៀវភៅដែលមានចំណងជើងថាការគិតសិញ្ជឹងរបស់ព្រះអង្គប៉ុន្តែវាបែរទៅជាវោហារសាស្ត្រដែលមានរហូតទល់បច្ចុប្បន្ននេះការនិយាយអំពីខ្លួនឯងជារៀងរាល់ម៉ោងរាល់ថ្ងៃអ្នកនឹងអាចបញ្ជាខ្លួនឯងឲ្យប្រើគំនិតដែលជាវិធីនាំឆ្ពោះទៅកាន់ការលើកទឹកចិត្តនិងការមានសុភមង្គលហើយថែមទាំងមានភាពរឹងមាំនិងសន្តិភាពទៀតផងការនិយាយជាមួយនឹងខ្លួនឯងជាពិសេសការនិយាយអំពីអ្វីដែលយើងមានអារម្មណ៍ចង់ថ្លែងនិយាយថ្លែងអំណរគុណនោះវានឹងជួយឲ្យចិត្តរបស់យើងបំពេញទុកប៉ុន្តែគំនិតនឹងរីកស្រស់ថ្លាការផ្លាស់ប្ដូរគំនិតដើម្បីកែតម្រូវគំនិតរបស់ភាពដែលមានចំពោះកិច្ចការឲ្យបានត្រឹមត្រូវវានឹងធ្វើឲ្យភាពធុញទ្រាន់ចំពោះការងាររាល់ថ្ងៃថយចុះហើយថែមទាំងជួយបង្ហាញឲ្យឃើញសណ្ដាប់ធ្នាប់របស់ការងារទាំងនោះមានការអភិវឌ្ឍទៅមុខទៀតផងចូលអ្នករំលឹកជារឿយៗថាការធ្វើកិច្ចការប្រកបដោយភាពរីករាយនោះនឹងជួយឲ្យជីវិតអ្នកមានសេចក្តីសុខមួយកម្រិតទៀតមូលហេតុដោយសារតែជីវិតក្នុងពេលក្រោយពីដំណេករបស់យើងប្រហែលជា1ភាគត្រូវចំណាយទៅលើការងារបាត់ហើយដូច្នេះបើអ្នកមិនអាចរកសេចក្តីសុខក្នុងការងាររបស់អ្នកនឹងបាត់បង់ឱកាសអ្វីល្អទាំងនោះទៅទទេចូលរំលឹកជារឿយៗថាការធ្វើកិច្ចការប្រកបដោយភាពរីករាយសប្បាយនឹងជួយឲ្យចិត្តរបស់អ្នកឃ្លាតឆ្ងាយពីទុក្ខវិបត្តិទាំងពួងក្នុងថ្ងៃអនាគតអ្នកមិនត្រឹមតែទទួលបានប្រាក់ខែកាន់តែខ្ពស់ប៉ុណ្ណោះទេថែមទាំងទទួលបានភាពរីកចម្រើនផ្កាំទៀតផងឧទាហរណ៍ទោះបីជាអ្នកមិនទទួលបានការដំឡើងប្រាក់ខែឬគ្មានភាពរីកចម្រើនសោះឡើយប៉ុន្តែយ៉ាងហោចណាស់ក៏អ្នកមានអារម្មណ៍ថាហត់នឿយបន្តិចបន្តួចតែពីការបំពេញកិច្ចការក្នុងមួយថ្ងៃស្ទើរតែគ្មានការងារចំណែកពេលវេលាក្រៅម៉ោងនោះអ្នកនឹងរីករាយស្រស់ថ្លាបានប្រកបដោយសេចក្តីសុខរហូតធ្វើឲ្យអ្នកដទៃមានចិត្តច្រណែននឹងអ្នកជាមិនខាន